ករណីដែលយើងភ្លេចលេខកូដសម្ងាត់នៅក្នុងហ្គេមតើយើងត្រូវធ្វើដូចម្ដេចទើបបានលេខសម្ងាត់នឹងមកវិញងាយទេក្នុងការយក password លេខសម្ងាត់នឹងមកវិញដោយសារតែវាតាក់ទងទៅនឹងការចូលលេងវគ្គមួយចំនួនដូចជា Thai class mode និងការផ្ញើ item ឲ្យអ្នកដទៃតើតែមាន password សម្ងាត់ហ្នឹងទើបយើងអាចផ្ញើទៅកាន់អ្នកដទៃបានអញ្ចឹងសម្រាប់អ្នកដែលភ្លេចលេខសម្ងាត់ហ្នឹងមើលតាមខ្ញុំទាំងអស់គ្នាមុនដំបូងយើងគ្រាន់តែចូលទៅកាន់ shop កន្លែងយើងទិញសម្ភារៈហ្នឹងរួចហើយយើងចុចកន្លែងរូបកាដូខាងលើនេះមករួចមកយើងឧទាហរណ៍ថាផ្ញើ skin តោះយើងចុច skin ហើយ skin ទៅវានឹង load កន្លែង password នឹងឲ្យយើងហើយសម្រាប់អ្នកដែលភ្លេច password ហ្នឹងគឺយកទី2ទៅភាសាអង់គ្លេសគេដាក់ថា forgot password ឬក៏ភាសាខេមរៈភាសារបស់យើងហ្នឹងភ្លេចពាក្យសម្ងាត់បញ្ជាក់វាមិនមែនជា password មុនតន់ឬក៏ password login ចូលហ្គេមទេតែវាជាលេខកូដសម្ងាត់តែប៉ុណ្ណោះហើយគេបញ្ជាក់ថាគេនឹងបំបែក password ដែលអ្នកទាំងអស់គ្នាភ្លេចហ្នឹងក្នុងរយៈពេល5ថ្ងៃអញ្ចឹង5ថ្ងៃក្រោយអ្នកទាំងអស់គ្នាអាចដាក់password ឬក៏លេខសម្ងាត់ថ្មីហ្នឹងបានហើយចុចអក្សរពណ៌លឿងនៅក្នុងរង្វង់ហ្នឹងជាការស្រេចអញ្ចឹង5ថ្ងៃក្រោយមកអ្នកទាំងអស់គ្នាអាចដាក់ password ថ្មីហ្នឹងបានហើយដាក់ហើយកុំភ្លេច note នៅកន្លែងណាទុកផងប្រយ័ត្នភ្លេចទៀតជៀសវាងអ្នកដែលលេង account របស់យើងរួចហើយលួចផ្ញើ item ទៅកាន់ account ផ្សេងទៀតអញ្ចឹងខៃឡូថ្ងៃណាមួយយើងចង់ surprise មិត្តភ័ក្តិឬក៏សង្សារមិត្តប្រុសឬមិត្តស្រីរបស់អ្នកទាំងអស់គ្នាតើតែមាន password មួយហ្នឹងទើបយើងអាចផ្ញើដូចជា emote skin ឬក៏ starlight ទៅកាន់មិត្តភ័ក្តិអ្នកទាំងអស់គ្នាបានអញ្ចឹង password កន្លែងហ្នឹងគឺវាមានសារៈសំខាន់ដែរអញ្ចឹងបើដាក់បាន password ហើយកុំភ្លេចទៅចូលលេងវគ្គ Thai class ហ្នឹងផងហើយរង្វាន់ជាច្រើនកំពុងតែរងចាំអ្នកទាំងអស់គ្នាមានដូចជា rare fragment កា event យូរសងហើយនឹងដុំ AQQ